រុនសួស្តីមានសួរអស់លោកអ្នកនាងកញ្ញាមាននិយាយថាអ្នកស្ដាប់កម្មវិធីកបិតមិនទេខ្មាំងជាទីគោរពនេះជានីតិកបិតមិនទេខ្មាំងសូមជូនការចាប់អារម្មណ៍ទៅនឹងសង្គ្រាមនៅអ៊ីរ៉ង់បាទថ្ងៃនេះជាថ្ងៃទី2ខែមីនាឆ្នាំ2026ម៉ោង5ភ្លឺនៅភ្នំពេញថាចេះទេកុំឲ្យថាម៉ោងអូស្ត្រាលីទៅវាច្បោកច្បល់ណាបងប្អូនខ្មែរយើងថាម៉ោង5ភ្លឺនៅភ្នំពេញដល់មូលហេតុដែលអ៊ំដាក់ម៉ោងថ្ងៃនេះផងហ្នឹងពីព្រោះព័ត៌មានផ្លាស់ប្ដូរលឿនណាស់ក្នុងរយៈពេល2ថ្ងៃនេះផ្លាស់ប្ដូរលឿនណាស់ដែលក្រោយពីអ៊ំនិយាយនេះទៅអាចផ្លាស់ប្ដូរទៀតបាទមានរឿងចម្លែកជាច្រើននៅ2ថ្ងៃកន្លងមកនេះ2ថ្ងៃកន្លងមកនេះអ៊ំអត់ធ្វើផងហ្នឹងថ្ងៃកន្លងមកនេះវាជារឿងធម្មតាទៅហើយដែលវិធីរបស់ចំធ្វើការហ្នឹងវាច្បោកច្បល់វិធីដែលគាត់និយាយរបៀបគាត់និយាយហើយដែលគាត់ចង្អុលគាត់បង្ហាញយ៉ាងហ្នឹងវាច្បោកច្បល់ជាវិធីសាស្ត្រស្មិញអ៊ំមាននិយាយថាជានិយាយមិនដឹងអីឬក៏ថាជាវិធីសាស្ត្រអូយចំពោះអ្នកដែលជឿទៅលើសមត្ថភាពរបស់គាត់បញ្ញារបស់គាត់ហ្នឹងវាពិនិត្យមើលដោយអ៊ំពិនិត្យមើលឲ្យមែនតើឃើញថាជាវិធីសាស្ត្រគាត់មិនមែនភ្លើទេជាវិធីសាស្ត្រហើយដែលអ៊ំនិយាយចឹងហ្នឹងពីព្រោះកុំឲ្យថាអូស្រឡាញ់ចេះថាចឹងណាមិនមែនទេដោយអ៊ំនិយាយថាគាត់អាចផ្លាត់ពីយុទ្ធសាស្ត្រព្រោះសង្គ្រាមវាអាចផ្លាត់ប៉ុន្តែរឿងថាគាត់មិនមែនភ្លឺទេគឺដូចគេលេងអុកចឹងហ្នឹងគេបង្ហាញអ្នកដែលស្រឡាញ់គាត់មែនទេគេតែបង្ហាញរូបគាត់លេងអុកឈ្នះចឹងណាហ្នឹងជាវិធីមួយអូយអ្នកដែលស្អប់គាត់ទៅហើយនោះតែងតែជេរខ្លាំងឡើងថែបទៀតហើយរត់តែឃើញចំណុចថាភ្លើអញថានឹងភ្លើមែនហើយនៅមិនជឿអញហ្នឹងគឺចឹងបងប្អូនសង្កេតមើលខ្លួនឯងទៅពីថ្ងៃហ្នឹងបោកបាល់ខ្លាំងណាស់ស្រាប់តែចំគាត់ថ្លែងថាយើងនឹងបញ្ចប់មួយអាទិត្យពីរនឹងចប់ហើយណាហើយណាយើងឥឡូវនេះកំពុងតែឆ្លើយឆ្លងជាមួយនឹងអ្នកដឹកនាំថ្មីរបស់អ៊ីរ៉ង់កំពុងឆ្លើយឆ្លងជាមួយនឹងក្រុមអ្នកដឹកនាំថ្មីរបស់អ៊ីរ៉ង់ដែលមាននិន្នាការទន់ភ្លន់មាននិន្នាការវាអត់រឹងហួសនិយមដោយនិន្នាការរបស់ពពួកសាសនាណាគាត់និយាយអញ្ចឹងដល់និយាយអញ្ចឹងគេថាខាងអ៊ីរ៉ង់គេបដិសេធអួតទៀតអាចំគោនឹងអួតទៀតគ្មានណានិយាយមួយវាទេយើងឃើញអញ្ចឹងថាអញដឹងហើយនិយាយអត់ដឹងអីមិនចំទេណារងនឹងឯងក្រសួងការបរទេសរងក្រសួងការបរទេសរងនិយាយអត់ដឹងអីឬក៏អ្នកឯងតាមអត់ទាន់នៅការបត់បែនរបស់មនុស្សធំមែនតើណាព្រោះជួនកាលបងប្អូនដឹងស្រាប់ពួកដែលជ្រុលហួសនិយមគាត់ដើរតាមក្រោយគាត់អត់ដឹងអីទេគាត់អត់ដឹងអីគាត់ដឹងពីជ្រុលហួសនិយមគេបង្រៀនចឹងហើយដូចពួកកងឆ្លប់របស់ប៉ុលពតចឹងណាគឺអត់ដឹងអីដឹងពីថាឲ្យស្លាប់ក្ដុងបងអញ្ចឹងអ៊ំឃើញអាហ្នឹងអ៊ំសង្ស័យថាប្រែប្រួលស្អីមែនណាប្រហែលជា
បើសិនជាប្រែប្រួលយ៉ាប់ណាស់គឺបានសេចក្តីថានៅក្នុងវាត្រូវនឹងពាក្យរបស់អ្នកដែលស្អប់គាត់នៅលើពិភពលោកយ៉ាងនេះកសែតបរទេសផ្សេងនេះគេថាច្រំរោគចដាចោះវិញ្ញាយបានដីថាអូខកខ្លួនណាអានឹងក្នុងន័យអញ្ចឹងខកខ្លួនណារោចដាចោះវិញ្ញាយរោចដាចោះវិញហ្នឹងគឺថាប្រកាសថាបានជោគជ័យហើយយើងកំតិចអស់ហើយណាអីណាអញ្ចឹងទៅដើម្បីទុកមុខទុកមាត់ហើយថាប៉ុណ្ណឹងក៏បានដែរចាប់ហើយវាបេសកកម្មយើងវាបានជោគជ័យគ្រប់គ្រាន់ហើយបញ្ចប់ហើយក៏ដកតបចេញទៅថាអញ្ចឹងណាប៉ុន្តែឃើញតម្លៃប្រេងមានការប្រែប្រួលតម្លៃប្រេងមានការប្រែប្រួលហ្នឹងប្រែប្រួលចុះបងប្អូន2ថ្ងៃហ្នឹងចុះ2ថ្ងៃនេះចាប់ដើមចុះអត់លឿនទេប៉ុន្តែអង្គលចុះហើយផ្សារភាគហ៊ុនក៏ឡើងដែរតម្លៃប្រេងចុះផ្សារភាគហ៊ុនក៏ឡើងដែរអាហ្នឹងសញ្ញាហ្នឹងបងប្អូនត្រូវដឹងថាសញ្ញាហ្នឹងណាជួនកាលយើងមើលទៅសញ្ញានៃកិច្ចប្រតិបត្តិការនឹងរដ្ឋាភិបាលមែនតើនឹងយើងមើលអត់ដឹងទេពីព្រោះយើងនៅឆ្ងាយយើងអត់ចិត្តអាកលឹះការងារមែនតើនៅ Washington ណាអាកលឹះការងារមែនតើនៅ Washington ពពួករ៉ូស៊ីធំណាបងប្អូនវាដឹងមុនការប្រែប្រួលណាវាដឹងមុនការប្រែប្រួលដល់អញ្ចឹងទៅជាកត្តាមួយដែលធ្វើឲ្យទោះបីព័ត៌មានបរទេសពិភពលោកនឹងអាក្រក់យ៉ាងណាក៏ដោយប៉ុន្តែវាដឹងមុនវាចំណេញលុយវាចាត់ចែងរឿងតម្លៃហ៊ុនឬក៏តម្លៃប្រេងដូចតម្លៃហ៊ុនអញ្ចឹងវារត់ចុះឡើងទៅតាមនយោបាយសង្គ្រាមអូខេអានឹងគឺចឹងរហូតមកដល់ព្រឹកមិញនេះទើបឃើញសញ្ញានៃក្តីសង្ឃឹមហ៊ានប្រើពាក្យថាឃើញសញ្ញានៃក្តីសង្ឃឹមហ្នឹងពីព្រោះឃើញសញ្ញានៃក្តីសង្ឃឹមហ្នឹងពីព្រោះ2ថ្ងៃហើយដែលចំនិយាយថាអ៊ីរ៉ង់អ្នកដឹកនាំថ្មីអ៊ីរ៉ង់ហ្នឹងបន្ទន់អេរីយ៉ាប័តស្នើសុំជប់បាញ់គ្នាណាសួងការបរទេសអ៊ីរ៉ង់ឆ្លើយផ្លែតណាដេបដាណាអានឹងចេះថាខ្លួនឯងទេណានិយាយខ្លួនឯងទេតាមពិតឃើញសញ្ញានឹងមែនបងប្អូនជាទីគោរពពីព្រោះជ្រៅជាងនឹងទៅទៀតទៅទើបឃើញថាប្រធានាធិបតីអ៊ីរ៉ង់ឈ្មោះម៉ាស៊ូដ បាហ្សេស្គៀនបងប្អូនចាំទេប្រធានាធិបតីដដែលទេសួងការបរទេសដូចជាដដែលដែរក៏ប៉ុន្តែអ្នកដឹកនាំខាងសាសនានោះដូរមេសាសនាធំទៅកូនគាត់ហើយណាកូនគាត់ទៅរបួសហើយហ្នឹងក៏អត់ឃើញចេញមុខមករហូតមកទល់ឥឡូវនេះហើយការដឹកនាំរបស់សាធារណរដ្ឋអ៊ីស្លាមនិយមរបស់អ៊ីរ៉ង់គេមានប្រធានាធិបតីមាននាយករដ្ឋមន្ត្រីអញ្ចឹងក៏ប៉ុន្តែប្រធានាធិបតីនាយករដ្ឋមន្ត្រីសិតតែរើសទៅតាមរើសក្រោយពេលដែលមេសាសនាហ្នឹងគេរើសគេបោះឈ្មោះគេ2-3ឲ្យអញ្ចឹងណាព្រោះអ្នកត្រូវជាប់អាហ្នឹងសិនត្រូវជាប់ខាងហ្នឹងសិនបានមករើសដល់អញ្ចឹងទៅកន្លងមកភាគច្រើនជាប់សុទ្ធតែអ្នកដែលតឹងរឹងរឿងរੂតឹងរឹងនិយមអូខេលើកនេះ2024នេះគេហៅលោកប្រធានាធិបតីម៉ាសាត់Pezeshkian ណាបងប្អូនចាំទេអ៊ំបាននិយាយថានៅពេលដែលអ៊ីរ៉ង់បាញ់កំជ្រួចទៅលើប្រទេស
ទៅលើប្រទេសអារ៉ាប់មួយចំនួននៅតាមឆ្នេរសមុទ្រពាក់ហ្នឹងនៅតាមឈូងសមុទ្រពាក់ហ្នឹងមានកតាមាន UAE ណាបាញ់ប៉ាប៉ាហ្នឹងណានោះគេភ្ញាក់ផ្អើលថាចំមិនបាញ់អញចឹងណាអញមានធ្វើអីផងអីណាចឹងណាគេថាហើយអ៊ំអត់បាននិយាយទេប៉ុន្តែអ៊ំសុំនិយាយដល់ថ្ងៃនេះថានិយាយគេបាញ់មិនមូលដ្ឋានទ័ពអាមេរិកនៅហ្នឹងណាគេធ្វើបាញ់ចឹងហើយដល់បាញ់ទៅហើយស្រាប់ថាអ៊ំបាននិយាយដែរថាស្រាប់តែប្រធាននេះទៅប្តីនឹងគាត់សុំទោសឡើងមកថ្លែងការណ៍សុំទោសចឹងហ្មងក្រោយពីប្រធាននេះទៅប្តីសុំទោសនឹងហើយក្រសួងការបរទេសនិយាយដូចនិយាយថាអត់មានរឿងដែលសុំទោសរឿងអីទេកន្លែងនោះសិតតែកន្លែងដែលត្រូវវាយត្រូវជាចំណុចដែលអ៊ីរ៉ង់ស្របច្បាប់ត្រូវតែវាយប្រហារអូខេអានឹងនិយាយរឿងបកទៅក្រោយវិញណាប៉ុន្តែឥឡូវអមនិយាយពីរឿងថាស្រាប់ដល់ពេលព័ត៌មានឃើញតងតាំងអញ្ចឹងទៅណាឥឡូវនេះស្រាប់តែប្រធានាធិបតីណាប៉ាសិនស្គីនឹងគាត់បានសរសេរសបុតទៅគាត់បានសរសេរសបុតទៅប្រជាជនអាមេរិកបាទសេសបុតទៅប្រជាជនអាមេរិកតាមរយៈទូរស័ព្ទហើយនឹងក្រោយពេលទូរស័ព្ទទៅប្រធានាធិបតីសហព័ន្ធអឺរ៉ុបនឹងប្រធានាធិបតីសហព័ន្ធអឺរ៉ុបអ៊ំឲ្យឈ្មោះអត់ទាន់ទេអ៊ំនិយាយពីសាច់រឿងវិញទៅមកទៅណាឲ្យឈ្មោះអត់ទាន់ទេគាត់ទៅសេនឹងឯងជូនទៅប្រជាជនអាមេរិកអត់មានរំលឹកឈ្មោះច្រំនឹងអីទេគាត់ថានឹងដូចយើងថាសូមគោរពដល់ប្រជាជនអាមេរិកកាំងជាទីរាប់អានប្រទេសអ៊ីរ៉ង់មិនដែលចាប់ផ្ដើមសង្គ្រាមទេប្រទេសអ៊ីរ៉ង់អត់មានដែលជាអ្នកចាប់ផ្ដើមសង្គ្រាមទេទោះបីជាយើងរងគ្រោះរងទុក្ខក្រោមការជិះជាន់ហើយនឹងការបំពានមកលើយើងជាច្រើនដងសម្បត្តិជាសាធារណៈហ្នឹងស្ដីថ្លែងការណ៍ជាសាធារណៈទៅហ្នឹងមិនមែនទៅចំលឿនណាទេហ្នឹងគឺក្រោយពេលដែលប្រធានាធិបតីគាត់បាននិយាយថាអ៊ីរ៉ង់អ្នកដឹកនាំអ៊ីរ៉ង់ប្រធានាធិបតីថ្មីណែចំនិយាយអញ្ចឹងណាចាំនិយាយថាប្រធានាធិបតីថ្មីនៅក្នុងឆ្នាំ post ថ្មីរបស់គាត់នឹងគឺថាគាត់ថានៅពេលដែលច្រកហូមុតនឹងបើកឲ្យមានសេរីការចរាចរណ៍នឹងឡើងរហូតដល់ពេលហ្នឹងឬក៏យើងនឹងកំតិចអ៊ីរ៉ង់នឹងឲ្យទៅជាផេះទៅដល់ Stone Age ហ្នឹងបានន័យថាឲ្យទៅជាបរមរានទៅណាអូខេបន្តរឿងពាក្យសម្ដីរបស់ប្រធានាធិបតីអ៊ីរ៉ង់គាត់ថាអ៊ីរ៉ង់យើងមិនដែលមានឆន្ទៈអាក្រក់ចេតនាអាក្រក់ទៅលើប្រជាជនអាមេរិកទេទៅលើប្រជាជនអាមេរិកក្តីអឺរ៉ុបក្តីប្រទេសជិតខាងយើងក៏ដោយហើយគាត់បញ្ចប់សំណេរនឹងដោយខ្លីថាការយើងត្រូវជ្រើសរើសរវាងការប្រឈមមុខដាក់គ្នាហើយប្រយុទ្ធគ្នាឬក៏យើងកសាងនៅអនាគត
អនាគតនៅអនាគតដល់ភ្លឺស្វាងដល់ប្រជារាស្ត្រទៅថ្ងៃមុខណាអានឹងហើយពីនឹងទៅយើងដឹងហើយណាគឺបានស្ដីថាទាំងអស់ដែលគេចោតប្រកាន់ថាច្រំនិយាយខ្លួនឯងអត់មានការចរចានេះអីទាំងអស់នោះគេចរចាទាំងអស់គេរៀបចំតាមផ្លូវផ្សេងទាំងអស់ហើយរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកនឹងបាននិយាយថាយើងត្រូវតែខំប្រឹងវែកញែកផងថាតើប្រភពនៃការចរចានោះវាពិតឬក៏คล้ายคล้ายអីណាអញ្ចឹងគេប្រើសម្ដីអញ្ចឹងទៀតណាហើយសូមធ្វើការកត់សម្គាល់មួយទៀតដែលជារឿងល្អហើយជារឿងដែលធ្វើឲ្យប្រែប្រួលនឹងណាស់ដែរហ្នឹងគឺថាការចរចាហ្នឹងគឺអ្នកដែលមានដើមហ្នឹងគឺប្រធានាធិបតីប៉ាគីស្ថានប្រធានាធិបតីប៉ាគីស្ថានហើយនឹងអេស៊ីបហើយនឹងតឺគីរហូតនឹងប្រមាណមកចាប់ដើមមកអញ្ចឹងអីគឺប្រធានាធិបតីប៉ាគីស្ថានទេដែលជាអ្នកណារៀបចំអាការចរចាហ្នឹងអត់ដែលឮមាត់ចិនមកខ្វល់តលតែសោះអត់ដែលឮសូរតលតែសោះរហូតតាំងពីសង្គ្រាមនឹងមកអត់ដែលឮសូរសំឡេងចិនថាម៉េចទេណាបងប្អូនស្រាប់តែម្សិលមិញផងដែរព័ត៌មានមួយនោះថាសំណើនៃការជួបបាញ់គ្នានឹងឯងប្រធានាធិបតីប៉ាគីស្ថាននឹងឯងបានបញ្ជូនអនុរដ្ឋមន្ត្រីការបរទេសនឹងទៅជួបវ៉ាងយីរដ្ឋមន្ត្រីការបរទេសចិននៅពេលកាំងដើម្បីដូចថាបានដាក់ជូននៅសំណើនឹងអីណាចឹងហើយឬក៏កែកុនមិនហើយបានគេត្រឡប់មកនៅអ៊ីស្លាមាបាតរបស់ប៉ាគីស្ថាននឹងវិញហើយគេសម្រួលគ្នាមិនទៀតអានឹងយើងវាតូចតាចពេកណាគ្រាន់តែចង់ជំរាបថាអញ្ចឹងយើងឃើញអានឹងសិតតែផ្លែហើយសិតតែមានផ្សែងដែលឲ្យយើងមើលថាផ្សែងនឹងវាឆេះពីណាឬក៏ពន្លឺនឹងវាចេញពីណីអញ្ចឹងណាបានស្ដីថាដូចជាក្តីសង្ឃឹមថ្ងៃនេះក្រោកមកនឹងក៏ឃើញអញ្ចឹងដែរថាអូណែភាគហ៊ុនឡើងហើយណែប្រេងចាប់ដើមកើចុះកើតហើយដល់អញ្ចឹងប្រហែលជាពិតអ៊ីរ៉ង់នៅសុំដកនៅចរចាដើម្បីដកឃ្លាយកដង្ហើមសិនហើយសំប្រយុទ្ធម្ដងទៀតឬក៏ដកឃ្លាដឹកជញ្ជូនរ៉ុកកែតពីចិនឬក៏ដ្រូនពីចិនឲ្យបានច្រើនថែមទៀតសិនទៅមកធ្វើម្ដងទៀតព្រោះបាញ់ដូចជាអស់ច្រើនណាស់ទៅហើយណាអាហ្នឹងវាព័ត៌មានអានេះព័ត៌មានអាក្រក់ណាប៉ុន្តែបើព័ត៌មានប្រហែលជាត្រូវមែនតែហើយប្រមកអញ្ចឹងមែនបានតែថាចាំអត់ជាប់ផងទេណានៅសៀវសាច់ថាបើដាក់ជើងចុះវាជាប់ផងហើយប្រហែលជាលើកតបកងទ័ពទៅដល់បងប្អូនកងទ័ពម៉ារីនគេហៅថា82 elite division ហ្នឹងគឺក្រុមហ្នឹងល្បីល្បាញណាក្រុមហ្នឹងសិតតែប្រតិបត្តិការលះហើយដកខ្លួនណាក្រុមហ្នឹងឯងគេហៅថាគឺកងពលពិសេសតែហ្មងអាហ្នឹងវាអាចកក្រឹកអ៊ីរ៉ង់ថាអូម៉ានេះវាមកមែនតើណាអានឹងវាអាចអញ្ចឹងដែរណាអានឹងបើនិយាយពីល្អណាអានឹងសាធុទៅទេបងប្អូនហើយសាធុទៅដើម្បីកុំឲ្យគេស្អប់ច្រំស្អប់អាមេរិកនឹងច្រើនពេកពីព្រោះភ្លេងឡើងថ្លៃមួយលើកនេះនឹងអង្គើលឿនណាស់បាទប៉ុណ្ណឹងសិនអត់មក